ตาเนี่ยអាចរកឃើញអ្វីខ្លះដោយចំណាយពេលយូរដើម្បីថតរូបគំនូរវត្ថុដែលបាក់បែកមានប្រហោង3នៅទីនេះទីតាំងទាំងនោះនៅជិតគ្នាខ្លាំងណាស់រូបរាងគឺដូចគ្នាដូច្នេះអ្វីការធ្លាក់យន្តហោះបានបន្សល់ទុកនៅការកិនកំទេចនិងការកិតនេះមិនមែនជាវាត្រូវបានសម្រេចតាមរយៈការប៉ុនប៉ងម្ដងហើយម្ដងក្នុងការធ្វើរឿងអាចកំបាំងនៅទីនេះទៀតរថយន្តបានធ្លាក់មកដីវាជារឿងធម្មតាទេក្នុងការត្រដុសឬសង្កត់លើអ្វីមួយថាតើវាធម្មតាឬអត់នឹងត្រូវប្រៀបធៀបនៅពេលក្រោយប៉ុន្តែនេះមិនមែនជាអ្វីដែលគ្រោះថ្នាក់ចរាចរណ៍តែមួយអាចបន្សល់ទុកនោះទេតើនេះជាលោកជើមែនទេបិទក្បាលដំបងនិងកំទេចកំទីសុំដោយឡែកពីគ្នាអ្នកណាអនុញ្ញាតឲ្យអ្នកយករបស់របររបស់ខ្ញុំនេះជារបស់អ្នកតើវាខុសច្បាប់ទេសម្រាប់ខ្ញុំក្នុងការទុកដំបងបេស្បលនៅក្នុងឡានរបស់ខ្ញុំគ្មាននរណាម្នាក់និយាយថាអ្នកមិនអាចដាក់វាបានទេប៉ុន្តែហេតុអ្វីបានជាគាត់នៅទីនេះខ្ញុំមិនអាចប្រើវាសម្រាប់ការពារខ្លួនបានទេអ្នកបានវាបំផ្លាញឡានដើម្បីការពារខ្លួនខ្ញុំមិនបានវាទេដូច្នេះឈប់និយាយមិនសមហេតុផលទៅប្រាប់ខ្ញុំផងថាតើខ្ញុំបានប៉ះឡានរបស់គាត់ឬអត់យ៉ាង Master Song មិនបានចូលចំចំណុចត្រឹមត្រូវទេយើងទាំងអស់គ្នាបានឃើញវាគាត់បានបំបែកវាដោយខ្លួនឯងខ្ញុំនឹងសរសេរអ្វីគ្រប់យ៉ាងដែលអ្នកនិយាយម្ដងមួយចំណុចកុំប្រញាប់ប្រញាល់ធ្វើទីបន្តជំនួសអ្នកណាម្នាក់តើអ្នកទេមនុស្សទាំងពីរនាក់ដែលបានឃើញវាបាននិយាយថាខ្ញុំមិនបានវាទេតើវាបញ្ជាក់អ្វីខ្លះថាអ្នកកំពុងកាន់ដំបងបេស្បលនេះមិនពន្យល់អ្វីទាំងអស់ប៉ុន្តែសំណល់សុំនិងសំណល់ឈើនៅសល់ពួកគេនឹងប្រាប់យើងពីចម្លើយក្រៅពីនេះគ្រាន់តែដោយសារតែដំបងនោះជារបស់ខ្ញុំមិនមានន័យថាខ្ញុំបានវាបំបែកឡើងទេខ្ញុំមិនបាននិយាយថាអ្នកណាជាអ្នកបំផ្លាញវាទេខ្ញុំគ្រាន់តែនិយាយថាការខូចខាតបន្ទាប់បន្សំចំពោះសុំគឺតាក់ទងនឹងដំបងនេះនោះហើយជាគាត់ចង់ប្រើប្រាស់ក្រុមហ៊ុនធានារ៉ាប់រងវាមិនមែនជារឿងមិនអាចទៅរួចនោះទេដែលនរណាម្នាក់អាចនឹងប្រើដំបងរបស់ខ្ញុំដើម្បីវាកំទេចលោកគ្រូវ័យក្មេងសុងបិទមាត់ទៅអ្នកអាចបន្តកុហកបានប្រយោគនេះមួយនឹងត្រូវបានកត់ត្រាទុកអូហើយអ្នករាល់គ្នាដែល spot មិនពិតក៏ដូច្នោះដែរអ្នកបន្ទាប់នឹងមិនរត់គេចខ្លួនទេប៉ាសុំទៅផ្លូវ Gengo មានរឿងអ្វីកើតឡើងមានអ្នកណាម្នាក់បានឲ្យខ្ញុំប្រាក់$48 លានជាមួយនឹងម៉ូតូមួយពួកគេក៏បានតាក់ទងនរណាម្នាក់មកពីក្រុមហ៊ុនធានារ៉ាប់រងបានផលិតសម្ភារៈខ្លាំងៗមួយចំនួនធំរងចាំនៅទីនោះប៉ាខ្ញុំចិត្តមកដល់ហើយអ្នកមាននាមត្រកូលយ៉ែងរងចាំរហូតដល់គាត់មកដល់ចាំមើលថាអ្នកឈឺប៉ុណ្ណាប៉ាគឺជាគាត់បានបុកម៉ូតូរបស់គាត់ពួកគេមិនព្រមបង់សំណងសម្រាប់ឡានរបស់ខ្ញុំទេហើយពួកគេកំពុងប្រើប្រាស់ក្រុមហ៊ុនធានារ៉ាប់រងដើម្បីដាក់សម្ពាធលើខ្ញុំការប៉ាន់ស្មានការជួសជុលបញ្ជូនចេញចំនួន$1.851 លាននាក់បានដឹងអ្នកមកពីក្រុមហ៊ុនធានារ៉ាប់រងមួយវាគឺជាក្រុមស៊ើបអង្កេតទ្រព្យសម្បត្តិនៃមហាវិទ្យាល័យវិទ្យាជីវៈអ្នកកំពុងពិនិត្យមើលថាវាជាឡានរបស់អ្នកណាខ្ញុំមិនខ្វល់ថាវាមានតម្លៃប៉ុន្មានទេទោះជាយ៉ាងណាក៏ដោយការទទួលខុសត្រូវចំពោះគ្រោះថ្នាក់មិនអាចត្រូវបានកំណត់ដោយគោលនយោបាយធានារ៉ាប់រងយ៉ាងម៉ូតូចាស់មួយនេះមានតម្លៃ$48 លានក្រុមហ៊ុនធានារ៉ាប់រងពិតជាយកចិត្តទុកដាក់ចំពោះគាត់ណាស់$48 លានគឺមិនអាចទៅរួចទេសូមអ្នកចាត់ការទូទៅនេះជាលេខយានយន្តការចុះឈ្មោះប្រមូលកំណត់ត្រាប្រតិបត្តិការនិងឯកសារធានារ៉ាប់រងការធានារ៉ាប់រងរបស់យានយន្តត្រូវបានផ្ទៀងផ្ទាត់ថាមានចំនួន$48 លានអាយ៉ាគាត់បានដាក់ឈ្មោះប្រអប់កំណត់នោះដោយខ្លួនគាត់គ្រាន់តែចង់បំភ័យយើងអ្នកផឹកតែខ្ញុំមិនចំទាស់នឹងគោលនយោបាយធានារ៉ាប់រងទេប៉ុន្តែអ្នកមិនទាន់បានដឹងថាអ្នកណាជាអ្នកបង្កគ្រោះថ្នាក់នោះទេតើការប៉ះទង្គិចគ្នាជានរណាការទទួលខុសត្រូវនៅតែត្រូវបានផ្ទៀងផ្ទាត់ការខូចខាតដល់ឡានកូនប្រុសខ្ញុំក៏ត្រូវការត្រួតពិនិត្យដែរស្វែងយល់ថាអ្នកណាជាអ្នកទទួលខុសត្រូវហើយពួកគេនឹងត្រូវទទួលខុសត្រូវលោកសង្ឃនិងអ្នកដទៃទៀតបាននិយាយថាស៊ុំក៏មានការប្រៀបធៀបការខូចខាតបន្ទាប់បន្សំផងដែរតើនេះជាអ្វីមានសញ្ញានៃផលប៉ះពាល់បន្ទាប់បន្សំលើស៊ុំការប្រៀបធៀបបឋមបង្ហាញត្រូវគ្នានឹងកម្ពស់របស់ដំបងបេស្បលនេះដំបងនោះជារបស់អ្នកខ្ញុំបានទុកវានៅក្នុងឡានរបស់ខ្ញុំដើម្បីការពារខ្លួនការការពារខ្លួនតើអ្នកបានប៉ះម៉ូតូនោះទេហើយដើម្បីបានជាបាក់គាត់100សូមខណៈគាត់ត្រូវឲ្យគាត់500សូមគាត់អាចយកពីយន្តតម្លៃ500សូមយន់ពេលកំពុងជិះម៉ូតូចាស់បានទេខ្ញុំបានមើលព័ត៌មានរួចហើយឡានរបស់អ្នកនេះមិនធម្មតាទេប្រសិនបើកូនប្រុសរបស់ខ្ញុំពិតជាបានប្រើដៃរបស់គាត់ខ្ញុំនឹងការពារគាត់សម្រាប់ពេលនេះកិច្ចព្រមព្រៀងគឺសាមញ្ញណាស់គ្រូសាសូមបានចំណាយប្រាក់500សូមយន់បន្ទាប់ពីអ្នកស្រីជាងបានបញ្ជាក់ថាអ្នកស្រីបានទទួលសំណងហើយលែងមានការខូចខាតដល់យានយន្តសប្តាហ៍នេះទៀតហើយដំបងបេស្បលនឹងចំនួននៅនឹងកន្លែងស្វែងរកសំណងបន្ថែមពីលោកសងតើអ្នកឲ្យខ្ញុំទេខ្ញុំបានយកបន្ទាប់ពីចំណាយប្រាក់500លើម៉ូតូដូចរបស់អ្នកកុំគិតថាការមានបានធានារ៉ាប់រង$48 លានធ្វើឲ្យអ្នកល្ងងខ្លាចអីនោះនឹងគ្រប់ដណ្ដប់លើការទាមទាររបស់ខ្ញុំតិចពេកតើនេះជាអ្នកណាក្រុមវិតម្លៃរបស់លោកសងបានផ្ដល់យោបល់បឋមភាពសុចរិតនៃការប្រមូលរបស់រថយន្តត្រូវបានសម្របសម្រួលវាមិនមែនជាបញ្ហានៃការជួសជុលរថយន្តដើម្បីស្ដារតម្លៃរបស់វាឡើងវិញនោះទេម៉ូតូអាចមានតម្លៃប៉ុន្មានតើអាចជួសជុលតម្លៃឡានបានទេប៉ា
បើខ្ញុំនិយាយទេពួកគេទើបតែស្រែកអ្វីមួយអំពី48លានពួកគេគ្រាន់តែចង់បំភ័យយើងប៉ុណ្ណោះប៉ុន្តែការជួសជុលវាមិនមានន័យថាស្ដារតម្លៃដើមរបស់វាឡើងវិញនោះទេបញ្ជាក់ឲ្យច្បាស់ថារថយន្តនេះគឺជាគំរូដើមតែមួយគត់តម្លៃរបស់វាមិនមែនមកពីបរិមាណជាតិសរសៃកាបូនដែលវាប្រើប្រាស់នោះទេផ្ទុយទៅវិញវាចាប់ផ្ដើមពីការផលិតនិងការជួញដូរគំរូដើមរហូតដល់ការចុះបញ្ជីប្រម៉ូទការរក្សាស្ថានភាពដឹកជញ្ជូនគំរូដើមសុំជាតិសរសៃកាបូនឥឡូវនេះកំពុងប្រេះការខូចខាតច្រើនដងដានសិប្បនិម្មិតនឹងនៅសល់បន្ទាប់ពីការជួសជុលគាត់នៅតែអាចជិះបានប៉ុន្តែវាលែងជាថ្នាំកម្រិត0ដើមទៀតហើយតើ$100,000នៅតែមានតម្លៃប៉ុន្មានក្នុងនាមជាម៉ូតូវាក៏មានតម្លៃសម្ភារៈនិងជាក់ស្ដែងផងដែរជាម៉ាស៊ីនធុនធ្ងន់បោះពុម្ពលើកដំបូងតែមួយគត់របស់អ្នកប្រម៉ូទតម្លៃដើមបានបាត់បង់ជាទូទៅមានន័យយ៉ាងណាការខាតបង់បឋមអាចលើសពី40លានយ៉ន40លានប៉ុន្មានការជួសជុលរថយន្តសរសៃកាបូនមានតម្លៃ$40លានឈួតមែនទេបងប្អូនមិនមែនលុយសម្រាប់ថ្លៃឡានទេភាពប្លែកបានបាត់ទៅហើយប៉ុន្តែរថយន្តគំរូដើមអាចជួសជុលបានភាពសុចរិតនៃគំរូដើមមិនអាចស្ដារឡើងវិញបានទេក្រុមហ៊ុនធានារ៉ាប់រងគ្រាន់តែចង់ដាក់បន្ទុកទាំងអស់មកលើយើងហេតុអ្វីបានជាម៉ូតូមួយគ្រឿងមានតម្លៃ40លានមិនមែនតម្លៃរបស់ក្រុមហ៊ុនធានារ៉ាប់រងទេកំណត់ត្រាប្រតិបត្តិការទិន្នន័យចុះឈ្មោះប្រម៉ូនិងវិតម្លៃអាចរកបានទាំងអស់លោកសុង40លានសាច់ប្រាក់ដែលមិនអាចរកបានយ៉ាងងាយស្រួលពីកណនីរបស់ក្រុមហ៊ុនការទូទាត់សម្រាប់គម្រោងត្រូវការពេលវេលាដើម្បីទទួលប៉ាគុំជឿគេអីពួកគេគ្រាន់តែព្យាយាមបញ្ឆោតយើងឲ្យបិទមាត់ជំនួយការបានតាក់ទងហាងជួសជុលដ៏ល្អបំផុតបើនៅក្នុងស្រុកមិនដំណើរការទេសូមសាកល្បងនៅក្រៅប្រទេសថ្លៃជួសជុលទាំងអស់នឹងត្រូវបានរ៉ាប់រងដោយការដឹកជញ្ជូនដល់ផ្ទះប៉ាកំពុងធ្វើអ្វីគាត់មានតែម៉ូតូខូចមួយគ្រឿងប៉ុណ្ណោះបិទមាត់ទៅខ្ញុំនឹងផ្ដល់ឲ្យអ្នកបន្ថែម1លានយ៉នបន្ទាប់ពីការចំណាយជួសជុលរថយន្តត្រូវបានរ៉ាប់រងគុំឲ្យរឿងនេះរីករាលដាលបន្ថែមទៀតលោកស្រីយ៉េងគំនិតរបស់លោកសំគឺត្រូវដោះស្រាយយានយន្តឲ្យបានត្រឹមត្រូវជាមុនសិនបញ្ហាសំណងអាចពិភាក្សាបានដោយការអង្គុយចុះមិនចាំបាច់ធ្វើឲ្យមនុស្សគ្រប់គ្នាខ្មាស់យីទេ1លានពិតជាសប្បុរសណាស់ការជួសជុលជួយអ្នកកាត់បន្ថយការខាតបង់ហើយការខាតបង់របស់ខ្ញុំបានបង្កឡើងរួចហើយនៅអ្វីដែលអ្នកចង់បានខ្ញុំមិនទទួលយកការផ្ដល់ជូននេះទេខ្ញុំនឹងរងចាំលទ្ធផលអ្នកបដិញ្ញាចិត្តថានឹងឡោមព័ទ្ធគ្រួសារសុងកូនប្រុសរបស់អ្នកបានវីឡានខ្ញុំថ្លៃជួសជុលនិងសំណងបន្ថែមរបស់លោកសងវាអាចត្រូវបានប្រើជាផ្នែកមួយនៃផែនការតាំងទីលំនៅទោះជាយ៉ាងណាក៏ដោយការជួសជុលមិនអាចស្ដារសភាពដើមឡើងបានទេពេញលេញនៃការប្រមូលរថយន្តវាមិនអាចជំនួសការទទួលខុសត្រូវចំពោះគ្រោះថ្នាក់និងការខូចខាតបន្តបន្ទាប់បានទេការសំយោគដានដូច្នេះមិនថាខ្ញុំធ្វើអ្វីក៏ដោយអ្នកទាំងអស់គ្នាត្រូវបន្តស៊ើបអង្កេតវាមិនមែនថាយើងចង់ស៊ើបអង្កេតនោះទេអ្វីមួយដែលសមរម្យត្រូវបានទុកចោលនៅកន្លែងកើតហេតុរួចហើយប៉ាមិនចង់បានសំណងអ្វីទាំងអស់គាត់គ្រាន់តែចង់ជំរុញឲ្យគ្រួសារយើងខ្សែធនប៉ុណ្ណោះឥឡូវអ្នកដឹងពីការភ័យខ្លាចហើយឬនៅតើខ្ញុំខ្លាចអ្វីខ្ញុំមិនបានវីឡានគាត់ទេដំបងនោះជារបស់អ្នកណាខ្ញុំចាប់ពីពេលនេះទៅបិទមាត់ទៅដរាបណាអ្នកទូចថាយេងវ៉ាន់រងបុកខ្ញុំមុនក្រៅពី200ដែលបានរៀបរាប់ខាងលើខ្ញុំនឹងផ្ដល់ឲ្យអ្នកម្នាក់ចំនួន300បន្ថែមទៀតតើអ្នកណាហ៊ានផ្លាស់ប្ដូរចិត្តនៅពេលក្រោយបន្ទាប់ពីនោះពួកគេនឹងមិនទទួលបានប្រាក់មួយកាក់មួយសេនឡើយបើមានអ្នកណាសួរពេលក្រោយទៀតសូមនិយាយថាយេងវ៉ាន់រងបានបុកឡានខ្ញុំតើរថយន្តរបស់សងឆេវពិតជាមានតម្លៃ48លានដុល្លារមែនទេមានខ្សែរលុងនៅលើដំបងបេសបលផងដែរវាគ្មានន័យអ្វីទេដែលយើងត្រូវនិយាយអ្វីបន្ថែមទៀតតើអ្នកហ៊ានយកវាចេញឲ្យសាកល្បងទេអ្នកនឹងនិយាយអ្វីក៏ដោយដែលខ្ញុំប្រាប់អ្នកប៉ាខ្ញុំនៅទីនេះហើយឯងខ្លាចអ្វីប៉ុន្តែសុងយ៉ងមិនហ៊ាននិយាយអ្វីនៅពេលនេះទេគាត់មិនហ៊ាននិយាយអ្វីទាំងអស់គាត់គ្រាន់តែខ្ជិលពេកក្នុងការដោះស្រាយរឿងនោះមនុស្សម្នាក់ដែលជិះកង់ខូចហើយនិយាយមិនសមហេតុផលខ្ញុំនឹងនិយាយវាម្ដងទៀតតើអ្នកណាហ៊ានផ្លាស់ប្ដូរចិត្តគ្មានលុយនៅសល់ទេកាកាវមានជាង40លានយើងបានយកប្រាក់ពី000យន្តតើ40លានមានអ្វីពាក់ព័ន្ធជាមួយអ្នកវាមិនមែនដូចជាខ្ញុំកំពុងសុំឲ្យអ្នកសងខ្ញុំវិញទេគ្រាន់តែចាំថាយ៉េងវ៉ាន់រ៉ូបានបុកឡានខ្ញុំកុំនិយាយពាក្យមួយទៀតស្រមុកខ្ញុំពិតជាបានឃើញវាអ្នកបានវីឡានរបស់គាត់តើអ្នកបាននិយាយអ្វីអ្នកបានវាដោយដំបងវាត្រូវបានកំទេចច្រើនជាងម្ដងអ្នកហ៊ាននិយាយបែបនោះមែនទេសាកល្បងយកវីដេអូឃ្លាំមើលមកបង្ហាញខ្ញុំមិនខ្លាចគាត់ទេមែនទេអ្នកមិនបាននិយាយថាខ្ញុំឆ្លងព្រំដែនហើយបុកអ្នកទេពេលដំឡើងកាមេរ៉ាសុវត្ថិភាពរួចរាល់អ្នកណាកុហកខ្លួនឯងក៏ដឹងដែរកាមេរ៉ាសុវត្ថិភាពសាធារណៈនៅចំណុចប្រសពនៃវីដេអូស្ទើរពីហាងជិតខាងត្រូវបានទាញយកមកវិញហើយគ្រោះថ្នាក់នេះត្រូវបានថតជាប់ដោយកាមេរ៉ាទាំងមុននិងក្រោយដាក់អ្នកមិនបានឃើញទេឬគាត់ជិះលឿនម្លេះតើអ្នកអាចបន្ទោសអ្នកណាក្រៅពីខ្លួនគាត់ចំពោះការបុកគ្នារថយន្តប្រណីតពិតជាបានឆ្លងកាត់បន្ទាត់មានឡានមួយនៅខាងមុខមានរឿងអ្វីកើតឡើងចំពោះខ្ញុំដែលចូលទៅក្នុងកន្លងខែអ្វីបានជាគាត់មិនព្រមគេចតើគាត់មិនឈប់ទេពេលគាត់ឃើញឡានមកដល់រថយន្តបានឆ្លងកាត់កន្លងផ្លូវត្រង់រួចហើយនៅពេលបាត់ស្ដាំម៉ូតូមិនដែលបដូរកន្លងផ្លូវទេប៉ាខ្ញុំសុំជីឈៀងកំពុងបើកបរ